សម្រាប់ខ្ញុំនិយាយមែនពុកម៉ែបងប្អូនអរគ្នារឿងធ្វើម្ហូបមិនសូវធុញមែនទេប៉ុន្តែអ្វីដែលធុញខ្លាំងបំផុតគឺយើងមិនដឹងថាត្រូវធ្វើម្ហូបអីហ្នឹងហើយអូខេសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាមានពុកម៉ែបងប្អូនណាខ្លះដែលដូចខ្ញុំហើយវីដេអូថ្ងៃនេះដែរគឺគម្រោងរបស់ពួកយើងហ្នឹងគឺធ្វើគោឡើងភ្នំប៉ុន្តែដល់ពេលយើងអត់មានឆ្នាំងដើម្បីរៀបចំធ្វើគោឡើងភ្នំហ្នឹងក៏យើងវាយចេញទៅឆាទៅប៉ុន្តែគ្រឿងផ្សំគឺលក្ខណៈគោឡើងភ្នំយើងមានប៊ឺមានទឹកតេហ៊ូមានអីត្រឹមត្រូវដូចគោឡើងភ្នំចឹងវាគ្រាន់ថាយើងយកមកឆានៅខ្ទះត្រឡប់ចុះត្រឡប់ឡើងចឹងទៅប៉ុន្តែវិញទៅរសជាតិវិញគឺអូខេហ្នឹងហើយគាត់ណាបញ្ចូលសម្លេងនេះក៏វាស្រក់ទៅមកដែរព្រោះរសជាតិក៏ឆ្ងាញ់ដូចគោឡើងភ្នំវាគ្រាន់តែវាអត់សូវទំនងអូខេហ្នឹងហើយពុកម៉ែបងប្អូនអរគ្នាតេតទៅមួយវីដេអូនេះដែរគឺសូមចិត្តពុកម៉ែបងប្អូនអរគ្នាជួយ like ជួយ follow ជួយ subscribe channel នៅក្នុង YouTube ហើយជួយ follow ជួយ like page Facebook របស់ខ្ញុំបានម្នាក់មួយផងណាពុកម៉ែបងប្អូនអរគ្នាសូមចិត្តមែនតើដោយសារតេតទៅមួយ page នេះគឺតេតទៅមួយ follow សូវឡើង